ngày nay nhưng màធ្វើ video What's in my makeup bag ចឹងយកមកមើលថានៅក្នុងកាបូប makeup របស់ខ្ញុំមានគេខ្លះ contour មកគឺសិតតែពណ៌ pink ហ្មងអ្នកនរគ្នាចឹងទី1គេហ្នឹងគឺជា cushion និយាយទៅ cushion នេះគឺខ្ញុំខ្ញុំអត់ដែលប្រើវាមុនទៅក្រោយអ្នកនរគ្នាដោយសារតែខ្ញុំប្រើត្រូវតែខ្ញុំទុកវា retouch ដោយសារ packaging របស់វាស្អាតវាពណ៌កាឈុកហើយទៅក្រោយហើយយើងញ៉ាំអីទៅយើងជូតមាត់ទៅវាមិនដោយម្សៅសយើងតប់មាត់ហើយយើងលាបក្រែមទៅឃើញស្អាតឡើយតើមានជាមួយនឹងกระดาษនេះគឺក្បាល Melody ចាខ្ញុំយកទៅដោយសារតែវាក្នុងហ្នឹងវាមានជាមួយនឹងក្រាស់សិតសក់គេមានកញ្ចក់ឲ្យមើល hand cream hand cream នេះតាប៉ិតទៅដាក់យក style ហ្នឹងណាអ្នកគ្នាបើសួរថាខ្ញុំប្រើអត់មិនសូវប្រើគ្រាន់ថាយើងទិញមកហើយយើងដាក់ទៅថ្ងៃណានឹកឃើញប្រើក៏ប្រើទៅអញ្ចឹងណា powder ចឹងតែខ្ញុំຕົកថាឆ្អាប់អីចឹងនេះ like this វាបាត់គីឡូហ្នឹងឃើញអ្នកគ្នានិយាយទៅភាគច្រើន make up ដែលខ្ញុំប្រើប្រាស់ទៅ packaging ស្អាតបានខ្ញុំយកតាមខ្លួនណាអ្នកគ្នាអញ្ចឹងដូច Unit Plus នេះចឹងក៏ខ្ញុំយកតាមដែរដោយសារ packaging របស់គេខ្ជូតខ្លាំងមែនតើមកអ្នកគ្នាសំខាន់ពេលយើងដាក់បតង់ដាក់អីចឹងទៅស្អាតខ្លាំងជាពិសេសទិញទៅគឺចំណេញទៀតក្នុងមួយហ្នឹងវារហូតដល់ទៅ2000អ្នកគ្នាតែយើងអាច make up 2000នឹងចូលគ្នាក៏បានអាចប្រើផ្សេងគ្នាក៏បានលាបបានរហូតដល់ទៅភ្នែកពណ៌ចុងច្រមុះមាត់និយាយទៅឲ្យតែកន្លែងណាអ្នកគ្នាចង់ឲ្យចេញពណ៌ដូចខ្ញុំលាបឡើងច្រមុះចកាអីទៀតហើយអ្នកគ្នាទិញទៅគឺមាន free ជាមួយនឹងកូនប៉ុងឲ្យទៀតចឹងយើងស្រួល apply ទៅលើមុខហ្នឹងអ្នកគ្នាហើយសាច់របស់គេអត់ smooth ទេអ្នកគ្នាចឹងពេលយើងដាក់ទៅលើមុខទៅគឺអត់មានកកទេងាយស្រួល blend មែនតើខ្ញុំប្រើគឺខ្ញុំតែងតែយកវាមកដាក់នឹងដៃចេះសិនដើម្បីឲ្យអាសាច់ blush ហ្នឹងវាចូលប៉ុងបានស្មើបន្ទាប់មកខ្ញុំយកមក blend នៅលើមុខខ្ញុំពណ៌មួយនេះវិញគឺរៀងកាឈុករៀងដិតតិចហើយជាពិសេសប្រើទៅក៏អត់មានប៉ះពាល់ដល់មុខយើងធ្វើឲ្យឡើងមុនអីទេអញ្ចឹងអ្នកមានមុខងារប្រតិកម្មអីក៏អាចប្រើបានដែរអ្នកគ្នាមើលសាច់ blur របស់គេឃើញឡងអញ្ចឹងមែនប៉ុន្តែគឺធន់នឹងទឹកខ្លាំងមែនតើហ្មងអញ្ចឹងខ្ញុំពិតជា recommend ហ្មងសម្រាប់អ្នកដែលគាត់អាសា make up យូរមកអីប្រើទៅគឺជាប់ពណ៌បានយូរមកតមកទៀតខ្ញុំមានជាមួយនឹង lip serum អ្នកគ្នាអាសាតែពេលខ្លះគឺខ្ញុំលាបជាមួយនឹង unit blush អីចឹងណាខ្ញុំលាបអញ្ចឹងហើយចុចឲ្យមាត់របស់ខ្ញុំវាអាឡងបែបហ្នឹងជាមួយនឹងទឹកបតក់ភ្នែក yes ដោយសារតែខ្ញុំអាសាពាក់ lens ដល់ឥឡូវហ្នឹងអញ្ចឹងយើងបតក់ភ្នែកអីចឹងទៅឲ្យវាមានសំណើមជាមួយនឹងកូនទឹកអប់កូនទឹកអប់នេះស្រួលពេលណាដែលខ្ញុំចេញប្រទេសបញ្ញាពេលភ្លេចបានទឹកអប់យើងមានអានេះតុកសកួរដែរហើយនៅគៀននេះក៏ខ្ញុំគៀបជាមួយនឹងតាគៀបអ្នកដែលគាត់អាសាប្រើប្រាស់តាគៀបគាត់ដឹងគឺថាត្រូវតែមានតាគៀបតាមខ្លួន24ម៉ោងតែម្ដងចុងក្រោយគេគឺប៉ុងនិយាយទៅខ្ញុំគឺជាមនុស្សម្នាក់ដែលញ៉ាំអីមិនតិចគឺខ្ញុំថែមក្រែមដល់អ្នកគ្នាដោយសារតែមានអារម្មណ៍ថាអត់ចង់ឲ្យមកខ្លួនឯងស្លេក so yeah that's why គឺខ្ញុំដាក់កាបូបនឹងទៅតាមខ្លួនចំណិចតែអ្នកគ្នាសាកទៅថតរូបដូចដែលខ្ញុំបានដាក់លើនឹងរបៀបថាក្នុង make up bag របស់យើងមានគេខ្លះហើយកុំភ្លេច comment ខ្ញុំឃើញផង bye bye